ព្រោះអីយើងរវល់ការងារច្រើនដែរយើងមិនអាចទៅផ្ដល់ទឹកដោះឲ្យបានគ្រប់ពេលអញ្ចឹងយើងមានជ្រើសរើសផលិតផលណាដែលមានគុណភាពដើម្បីឲ្យសុខភាពកូនយើងល្អអញ្ចឹងណាបងចាជំរាបសួរបងសុខសប្បាយពិសេសខ្ញុំសុខសប្បាយធម្មតាបងអរគុណសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះហើយជាបទពិសោធន៍ថ្មីជាមួយនឹងអ្នកម្ដាយដែលមានបទទី2អរគុណច្រើនសម្រាប់ការចំណាយពេលវេលានៅក្នុងកម្មវិធី Only 6 Podcast ហើយនេះជាអេពីសូតទី5ដែលយើងនឹងទៅចែកគ្នាអំពីបទពិសោធន៍នៃការមានកូនលើកទី2សូមឲ្យពិសេសចែករំលែកខ្លះៗបានទេនៅបទពិសោធន៍នេះតើលើកទី2នេះអារម្មណ៍បែបណាអារម្មណ៍ដូចថាយើងមានបទពិសោធន៍ពីកូនទី1អញ្ចឹងយើងអត់សូវមានផលលំបាកទេបងចាការជ្រើសរើសដាក់កោការថែទាំនិងចំណីអាហារឲ្យកូនអញ្ចឹងណាបងចាចំពោះអារម្មណ៍ផ្លូវចិត្តវិញអានេះអារម្មណ៍ផ្លូវកាយណាការយកចិត្តទុកដាក់ផ្លូវចិត្តបែបណាដែររំភើបជាងមុនឬក៏ប៉ុនមុនដែរដូចមុនដែរហ្មងដូចមុនដែរតកតងទៅនឹងការថែទាំសុខភាពទាំងផ្លូវកាយទាំងផ្លូវចិត្តអូនថាមកទល់ពេលនេះតើអារម្មណ៍របស់អូនបែបណាអារម្មណ៍ពេលខ្លះធុញថប់ដែរបងពេលណាក៏ទូទៅវាធុញថប់ដែរចាបងចុះធ្វើម៉េចដើម្បីឲ្យយើងបាត់ធុញថប់ព្យាយាមធ្វើការព្យាយាមធ្វើការអញ្ចឹងទៅណាបានមកផ្ទះអញ្ចឹងបានកូនធំឲ្យកម្លាំងចិត្តជាពិសេសប្តី take care អាចុងក្រោយដូចសំខាន់ណាពិសេសចាទៅនឹងការយកចិត្តទុកដាក់ពីស្វាមីអូនគិតថាមកទល់បច្ចុប្បន្ននេះតើស្វាមីបងអូនគាត់មើលថែអូនបានល្អអត់ចាបានល្អបងនិយាយលឺតិចដើម្បីស្វាមីលឺកាន់តែខ្លាំងចាបានល្អបងអូខេតើអូនមានចង់បានអីពីស្វាមីឬក៏មនុស្សនៅជុំវិញខ្លួនបន្តទៀតអត់ដូចធម្មតាបងអត់អីចាអត់មានអីទៀមទាបន្ថែមទៀតទេណាគាត់និយាយពាក្យថាស្រឡាញ់រាល់ថ្ងៃអត់ទេអូខេអញ្ចឹងអ្នកម្ដាយទី2គឺគាត់ចែករំលែកថាញ៉ាំគ្រប់គ្រាន់គេគ្រប់គ្រាន់ណាអូខេហើយផ្លូវចិត្តក៏ត្រូវតែសុបាយធ្វើអារម្មណ៍ឲ្យរីករាយហើយការងាររបស់យើងក៏ធ្វើធម្មតាតែมันមានជាបញ្ហាអីច្រើនទេតាក់ទងទៅនឹងអាហារូបត្ថម្ភវិញតាមដឹងមកអូនធ្វើការនៅទីពេទ្យតាក់ទងទៅនឹងអាហារូបត្ថម្ភចំពោះកូនវិញសម្រាប់អូនណាតើពិសេសយកឃើញថាវាសំខាន់អត់សម្រាប់ក្មេងចាសំខាន់បងចាព្រោះអីយើងរវល់ការងារច្រើនដែរយើងមិនអាចទៅផ្ដល់ទឹកដោះឲ្យបានគ្រប់ពេលអញ្ចឹងយើងមានជ្រើសរើសផលិតផលណាដែលមានគុណភាពដើម្បីឲ្យសុខភាពកូនយើងល្អអញ្ចឹងណាបងអញ្ចឹងបានន័យថាក្រោយពីសម្រាប់ការបើកូនឲ្យទឹកដោះសំខាន់អត់ពិសេសធ្លាប់បានបើកូនឲ្យទឹកដោះឲ្យការពីកូនទី1សំខាន់បងយើងខ្ញុំបើឲ្យបើបាន3ខែបងចូលធ្វើការវិញហ៎បងដោយសារយើងត្រូវពេញការងារអញ្ចឹងកូនទី2ក៏ប្រហែលជាដូចគ្នាចាបងអញ្ចឹងតើតើនឹងអាហារូបត្ថម្ភវិញអូនគិតថាសម័យនេះពេលវេលានេះតើអូននឹង take care បែបម៉េចក្នុងការជ្រើសរើសផលិតផលចាខ្ញុំគិតថានឹងជ្រើសរើសយកទឹកដោះពពែបងចាបន្ទាប់ពីអាហារូបត្ថម្ភបន្ថែមពីលើទឹកដោះយើងណាព្រោះយើងរវល់បាទមូលហេតុអីអូនចាប់អារម្មណ៍លើទឹកដោះពពែចាព្រោះទឹកដោះពពែមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ចាមានសារធាតុ A2 ជួយបំពេញសុខភាពកូនយើងនឹងនេះតាមការស្រាវជ្រាវបងអូនឃើញថាវាមានទាំង protein A2 ជាប្រភេទ molecule ដែលវាទូជាងទឹកដោះគោអីចឹងទៅបច្ចុប្បន្ននេះអ្នកម៉ាក់សម័យថ្មីគឺគាត់យកចិត្តទុកដាក់ណាស់ចំពោះអាហារូបត្ថម្ភបន្ថែមព្រោះបើយើងដឹងគឺគ្មានអ្វីប្រសើរជាងបើកូនដោយទឹកដោះមួយមុខគត់ក្រោមអាយុ24ខែប៉ុន្តែដោយកាតព្វកិច្ចដោយទូនីតិយើងត្រូវតែទៅធ្វើការអញ្ចឹងពេលខ្លះអ្នកម៉ាក់គាត់ក៏មានទឹកដោះគ្រប់គ្រាន់អ្នកម៉ាក់ខ្លះក៏គាត់អត់មានទឹកដោះគ្រប់គ្រាន់អញ្ចឹងត្រូវតែមានអាហារូបត្ថម្ភបន្ថែមបងសូមបន្តសំណួរមួយទៀតដើម្បីជាការចែករំលែករបស់អ្នកម្ដាយដែលមានបទទី2អូនមានអារម្មណ៍ថាធុញថប់ឯងកូនដែលកំពុងតែមានផ្ទៃយើងកំពុងតែពោះនេះតើគិតថាគាត់ជាបន្ទុកអត់អត់ទេបងចាព្រោះអីយើងមកពីធ្វើការពេលយើងហត់នឿយបានឃើញកូនអញ្ចឹងយើងមានកម្លាំងវិញអត់អីទេអញ្ចឹងជំរុញទឹកចិត្តដល់អ្នកម្ដាយឬក៏បងឬក៏ប្អូនដែលគាត់មិនទាន់មានបុត្រគាត់អាចសម្រេចចិត្តពិចារណាដើម្បីយកបុត្រដើម្បីជាកម្លាំងចិត្តអញ្ចឹងអូនមានពាក្យពេចន៍អីចែករំលែកទៅកាន់ពួកគាត់ឲ្យគាត់គិតបែបណាដើម្បីឲ្យជាកម្លាំងចិត្តមួយលើកទឹកចិត្តឲ្យបងប្អូនស្រីយើងបើចង់បាន baby យើងត្រូវត្រៀមផ្លូវចិត្តផ្លូវកាយយើងហើយនឹងចំណេះដឹងពីការថែទាំក្មេងចាដែលអូនថាអញ្ចឹងមុននឹងអូននិយាយថាកូនជាកម្លាំងចិត្តពេលខ្លះយើងមកថាយកកូនគួរតែយកចាបងចាអូខេអរគុណច្រើនឃើញថាការចែករំលែករបស់ពិសីក៏បានច្រើនដែរហើយសង្ឃឹមថាក្នុងអេពីសូតនេះពួកគាត់នឹងបានរៀននិងយល់ដឹងពីការចែករំលែករបស់អូនខ្លះបន្ថែមទៀតណាអរគុណច្រើនពិសេសសម្រាប់ការចូលរួមនៅក្នុងអរគុណបងចា